នៅពេលដែលយើងមានជំនាញហើយមានចំណូលច្បាស់លាស់យើងមានអារម្មណ៍ថាសប្បាយចិត្តយើងអាចពឹងខ្លួនឯងបានតួនាទីបច្ចុប្បន្នរបស់ខ្ញុំខាង F&B Assistant នៅសន្តាគារសន្តាមនីអង្គរខេត្តសៀមរាបកាលមុនចូលរៀននៅអង្គការស្លាបព្រាកម្ពុជាខ្ញុំអត់ទាន់បានធ្វើការទេដោយសារតែខ្ញុំចប់ទី12អត់ទាន់មានការងារធ្វើខ្ញុំនៅផ្ទះបានជាខ្ញុំសម្រេចចិត្តដាក់ពាក្យចូលរៀននៅអង្គការស្លាបព្រាកម្ពុជាដោយសារតែគ្រូគាត់បានចុះតាំងពីពើនៅសាលាហើយខ្ញុំបានឃើញជំនាញមួយដែលខ្ញុំស្រឡាញ់ហើយខ្ញុំបានចាប់អារម្មណ៍ក៏ដាក់ពាក្យចូលរៀននៅ Spoon ជំនាញដែលខ្ញុំរៀនខ្ញុំ Food and Beverage ហើយយើងរៀនមានរយៈពេល1ឆ្នាំ6ខែយើងរៀនទ្រឹស្ដីហើយអនុវត្តចំណែក6ខែទៀតយើងចុះត្រេនតាមម៉ាតែលក្រៅពីជំនាញ Food and Beverage យើងមានជំនាញជាច្រើនដូចជា Computer អង់គ្លេសនិងបំណិនជីវិតផ្សេងៗទៀតសម្រាប់ជំនាញដែលខ្ញុំរៀននៅក្រុមការបណ្ដុះបណ្ដាល Spoon ក្រុមថវិកាគាំទ្រពី STL បានជួយខ្ញុំជាច្រើនដូចជាខ្ញុំបានមានជំនាញដែលច្បាស់លាស់អាចរកការងារបានធ្វើហើយមានប្រាក់ចំណូលជាក់ស្ដែងហើយច្បាស់លាស់អាចដាក់ពាក្យទៅកន្លែងដែលយើងចង់ធ្វើហើយយើងងាយជាប់ហើយយើងអាចដឹងការងារបានច្រើនពីកន្លែង operation របស់យើងសម្រាប់មេគាត់ពេញចិត្តនឹងការងារព្រោះអីគាត់អាចឲ្យយើងជួយខាងណាក៏បាននៅពេលដែលរវល់ក៏អាចដកយើងជួយបានសម្រាប់ការងារប្រចាំថ្ងៃអាចទៅរលូនបានដោយសារតែយើងដឹងការងារនៅពេលចូលយើងត្រូវធ្វើអីខ្លះហើយនៅពេលដល់ពងបំពេញការងារយើងត្រូវធ្វើអីទៅក៏ប្រាប់តាមដងយើងអាចចាំហើយអត់បាច់ក៏ប្រាប់2ដងខ្ញុំមានទំនុកចិត្ត confident ជាងមុននៅពេលដែលគាត់ពឹងយើងមកយើងអាចធ្វើបានហើយនៅពេលកន្លែងណាយើងឆ្ងល់យើងអាចសួរគាត់បានទៅអាចឲ្យការងារយើងចេះតែអភិវឌ្ឍជាងមុនពេលដែលយើងធ្វើអីមួយបានផលហើយអត់ខកចិត្តគាត់បងគាត់ពេញចិត្តយើងសម្រាប់ខ្ញុំសប្បាយចិត្តនៅពេលដែលយើងអាចដាក់ CV ហើយយើងអាចបានចូលធ្វើការហើយយើងមានដូចខែច្បាស់លាស់ខ្ញុំសប្បាយចិត្តនៅពេលដែលយើងចេះរកលុយខ្លួនឯងយើងអាចជួយខ្លួនឯងបានដូចជាសន្សំក្នុងការរៀនបន្តក៏ដូចជាអាចរស់នៅខ្លួនឯងបានសម្រាប់គ្រួសារក៏សប្បាយចិត្តនៅពេលដែលយើងមានចំណេះច្បាស់លាស់ហើយក៏អត់បាច់ដល់ជាលុយដល់អីសម្រាប់យើងចាយប្រចាំថ្ងៃទេដោយសារយើងអាចរកខ្លួនឯងបានសម្រាប់ដែលយើងមានការងារយើងមានប្រាក់ខែច្បាស់លាស់យើងអាចជួយគ្រួសារយើងបានច្រើនដូចជាការឲ្យលុយទៅគ្រួសារហើយនឹងការជួយប្អូនក្នុងការរៀនសូត្រសម្រាប់ខ្ញុំអរគុណដល់អង្គការ Spoon ដែលបានជួយខ្ញុំឲ្យបានរៀនរហូតដល់10ថ្ងៃដូចជាក៏ជួយបង្រៀននៅជំនាញការមើលថែការជួយឧបត្ថម្ភអីផ្សេងនិងបណ្ដុះបណ្ដាលដូចជាភាសា Computer អីផ្សេងហើយអរគុណដល់មូលនិធិអភិវឌ្ឍជំនាញដែលបានផ្ដល់ថវិកាដល់ Spoon ក្នុងការជួយសិស្សក្រីក្របន្តដើម្បីដល់ការកាត់បានចូលរៀនជំនាញគាត់មានចំណេះដឹងនិងអាចឲ្យគាត់ស្វែងរកការងារបានក៏អរគុណដល់សហគមន៍សន្តាមនីផងដែរដែលបានផ្ដល់ឱកាសដល់ខ្ញុំធ្វើការនៅទីនេះហើយក៏ដូចជាអរគុណដល់ការ training ផ្សេងការបង្ហាត់បង្រៀនដើម្បីអភិវឌ្ឍជំនាញសម្រាប់ខ្ញុំមានសារលើកទឹកចិត្តទៅបងប្អូនជំនាន់ក្រោយឲ្យខិតខំរៀនស្វែងរកជំនាញណាដែលខ្លួនស្រឡាញ់ហើយក៏ដូចជាស្វែងរកសាលាដែលបណ្ដុះបណ្ដាលជំនាញព្រោះឲ្យជំនាញមានអត្ថប្រយោជន៍សំខាន់ជាច្រើនដូចជាយើងអាចស្វែងរកការងារបានយើងមានការងារច្បាស់លាស់យើងមានចំណូលច្បាស់លាស់យើងអាចជួយខ្លួនឯងបានគ្រួសារហើយនិងសង្គមជាតិផងដែរ